បងប្អូនទាំងអស់គ្នាអូស TikTok មានធ្លាប់ឮសំឡេងទាំងអស់នេះពីមុនមកអត់ បើសិនបងប្អូនទាំងអស់គ្នាពេញចិត្តនៃការផលិតវីដេអូរបស់ខ្ញុំបងប្អូនទាំងអស់គ្នាអាចធ្វើការគាំទ្រតាមរយៈ QR code ខាងលើនេះបានអរគុណវាគឺជាកំណាព្យដែលគេបានសរសេរឡើងតាំងពីឆ្នាំ1903មកម្លេះបងប្អូនបាទបើគិតមកដល់បច្ចុប្បន្នមានអាយុកាលជាង100ឆ្នាំហើយកំណាព្យនឹងត្រូវបាននិពន្ធឡើងដោយកវីជនជាតិអង់គ្លេសម្នាក់ដែលគាត់មានឈ្មោះថា Rudyard Kipling គាត់បានបោះពុម្ពនៅបន្ទុំនៃកំណាព្យរបស់គាត់ជាច្រើនច្បាប់ដែលមានចំណងជើងថា Definition ហើយកំណាព្យដែលបងប្អូនឮបាញ់មិញហ្នឹងគឺជាកំណាព្យមួយដែលមានឈ្មោះថា Boot ដែលគេជឿថាកំណាព្យហ្នឹងគឺបាននិយាយក៏ដូចជាឆ្លុះបញ្ចាំងអំពីទាហានថ្មើរជើងរបស់ជនជាតិអង់គ្លេសម្នាក់ដែលកំពុងតែស្ថិតនៅក្នុងសមរភូមិនៅក្នុងសង្គ្រាមនៅអាហ្វ្រិកខាងត្បូងបងប្អូនដល់ឆ្នាំ1915តារាសម្ដែងជនជាតិអាមេរិកដែលគេស្គាល់ឈ្មោះថា Taylor Holmes ដែលបានកត់ត្រាខ្លួនឯងសូត្រកំណាព្យ Boot នឹងឡើងវិញដែលមានសម្លេងដូចគ្នាជាមួយនឹង version ចាស់របស់អង់គ្លេសបងប្អូននៅក្នុងកំណាព្យហ្នឹងគឺគេចង់និយាយពីភាពឈឺចាប់ភាពបាក់ទឹកចិត្តភាពបាត់បង់ភាពស្មុគស្មាញតានតឹងចិត្តរបស់ទាហាននៅក្នុងសម័យសង្គ្រាមលោកលើកទី1ហ្នឹងបងប្អូនហើយកំណាព្យទាំងអស់នេះត្រូវបានផ្ទុះការចាប់អារម្មណ៍ឡើងមកវិញពីសំណាក់សាធារណជនជុំវិញពិភពលោកតែម្ដងបន្ទាប់ពីភាពយន្តមួយរបស់ Hollywood ដែលមានចំណងជើងថា28ឆ្នាំក្រោយបានប្រើកំណាព្យនេះនៅក្នុង trailer របស់ខ្លួនបើបងប្អូនចាប់អារម្មណ៍ទាក់ទងទៅនឹងខ្សែភាពយន្តហ្នឹងបងប្អូនអាចស្វែងរកតាមអ៊ីនធឺណិតបាន